សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Rotom Tech តើអ្នកធ្លាប់ឬគេនិយាយថាកុំសាកថ្មទូរស័ព្ទពេលយប់ព្រោះខូចថ្មមនុស្សជាច្រើននៅតែជឿរឿងបែបនេះហើយខ្លះទៀតក៏ដោះឆ្នាំងសាកចេញមុនពេលចូលគេងដើម្បីខ្លាចខូចថ្មតើរឿងនេះពិតឬគ្រាន់តែជាការយល់ច្រឡំថ្ងៃនេះយើងនឹងស្វែងយល់ការពិតនិងវិធីសាកថ្មឲ្យបានត្រឹមត្រូវទាំងអស់គ្នាកាលពីជាង10ឆ្នាំមុនទូរស័ព្ទមួយចំនួនមិនមានប្រព័ន្ធគ្រប់គ្រងការសាកថ្មល្អដូចសពថ្ងៃប៉ុន្តែទូរស័ព្ទ Android និង iPhone សម័យថ្មីគឺមានប្រព័ន្ធគ្រប់គ្រងការសាកថ្មឆ្លាតវៃនៅពេលដែលថ្មសាកដល់100%ប្រព័ន្ធនឹងកាត់បន្ថយឬឈប់ទទួលថាមពលពីឆ្នាំងសាកវាមិនមែនបន្តសាកគ្មានដែនកំណត់នោះទេដូច្នេះការសាកទូរស័ព្ទពេលយប់ដោយខ្លួនវាមិនមែនជាមូលហេតុដែលធ្វើឲ្យថ្មខូចនោះទេអ្វីដែលប៉ះពាល់ដល់អាយុកាលថ្មជាងគេគឺកម្ដៅឧទាហរណ៍ការដាក់ទូរស័ព្ទក្រោមខ្នើយសាកនៅកន្លែងដែលគ្មានខ្យល់ចេញចូលលេងហ្គេមធ្ងន់ៗពេលកំពុងសាកថ្មប្រើឆ្នាំងសាកគ្មានគុណភាពស្ថានភាពទាំងអស់នេះគឺធ្វើឲ្យទូរស័ព្ទឡើងកម្ដៅខ្លាំងហើយកម្ដៅខ្ពស់ជាប្រចាំអាចធ្វើឲ្យថ្មឆាប់ចាស់ជាងមុន Apple បានដាក់មុខងារ Optimize Battery Charging និង Charging Limit លើ model ថ្មីវារៀនពីទម្លាប់សាកថ្មរបស់អ្នកហើយអាចពន្យាពេលសាកលើស80%រហូតដល់ពេលអ្នកប្រើទូរស័ព្ទ Android ក៏មានមុខងារស្រដៀងគ្នាទៅលើម៉ាកជាច្រើនដូចជា Samsung, Google Pixel, Xiaomi, Oppo និង Vivo ដែលជួយគ្រប់គ្រងការសាកថ្មនិងការពារអាយុកាលថ្មបើអ្នកចង់ឲ្យថ្មប្រើបានយូរសូមអនុវត្តតាមគន្លឹះខាងក្រោមនេះទី1ប្រើឆ្នាំងសាកនិងខ្សែសាកដែលមានគុណភាពទី2កុំដាក់ទូរស័ព្ទក្រោមខ្នើយឬភួយពេលសាកទី3ជៀសវាងការលេងហ្គេមឬកម្មវិធីដែលប្រើថាមពលខ្លាំងពេលកំពុងសាកបើទូរស័ព្ទមានមុខងារ Optimize Charging ឬ Charging Limit គួរតែបើកប្រើរក្សាទូរស័ព្ទនៅកន្លែងដែលមានខ្យល់ចេញចូលល្អពេលសាកថ្មការយល់ច្រឡំរបស់មនុស្សជាច្រើននៅតែជឿថាសាកថ្មពេលយប់ស្មើនឹងខូចថ្មមិនពិតទេប្រសិនបើប្រើឧបករណ៍សាកដែលមានគុណភាពទូរស័ព្ទមិនឡើងកម្ដៅខ្លាំងត្រូវចងចាំឲ្យថ្មអស់ត្រូវរងចាំឲ្យថ្មអស់ដល់0%សិនទើបសាកមិនចាំបាច់ទេសម្រាប់ថ្មលីចូមការសាកថ្មអស់ទាំងស្រុងជាទូទៅគឺមិនល្អនោះទេអ្នកអាចនៅមានភាគរយខ្លះអ្នកអាចសាកសរុបសេចក្តីមកការសាកទូរស័ព្ទពេលយប់មិនមែនជាអ្វីដែលធ្វើឲ្យខូចថ្មដោយខ្លួនវានោះទេអ្វីដែលអ្នកគួរប្រុងប្រយ័ត្នជាងគេគឺកម្ដៅខ្ពស់ឆ្នាំងសាកគ្មានគុណភាពនិងការប្រើប្រាស់ទូរស័ព្ទធ្ងន់ៗពេលកំពុងសាកបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមចុច like Subscribe និង share ដើម្បីគាំទ្រ Broadcom Tech សូមអរគុណសម្រាប់ការទស្សនាជួបគ្នាក្នុងវីដេអូបន្ត